Away we go. ងើបឡើងរៀបចំខ្លួនប្រាណដល់ពេលតែងខ្លួនឡើងមកព្រឹកធំបានស្អាតតែប៉ុណ្ណេះឯងកម្មវិធីបង្កក់កូនបងប្អូនជីដូនមួយខាងផ្សាច់ថ្លៃជិះមករាំងឆ្ងាយដែរមុនដំបូងពួកខ្ញុំទៅស្នាក់នៅឯ Lake District សិនរួចហើយបានចេញដំណើរមកឡើងឆ្ងាយទៀតហើយខាងពួកខ្ញុំនេះគឺមកចូលរួមក្នុងវិហារដែលមីងជាដូនមួយរបស់ខាងស្នេហាខ្ញុំគាត់គឺជាអ្នកដែលដឹកនាំគ្រូពង្វាលនៅក្នុងវិហារកម្មវិធីជាមួយទឹកឲ្យកូនងាទូចបែបនេះហើយក្នុងគ្រឹះបរិស័ទហៅថា baby christening ហ្នឹងគឺជាភាសាអង់គ្លេសមានកម្មវិធីច្រៀងបទចម្រៀងខ្លះគឺចម្រៀងថ្វាយពរជ័យដល់កូនងានឹងពេលចេញពីវិហារមកផ្ទះតានោះគឺរបៀបតាជាដូនមួយខាងស្នេហាខ្ញុំចង់និយាយថាឪពុករបស់ក្មេងគឺជនជាតិអង់គ្លេសសុទ្ធទេដែលជាបងប្អូនជាដូនមួយខាងប្តីខ្ញុំហ្នឹងហើយបើប្រពន្ធគាត់គឺជាជនជាតិជប៉ុនគឺអ្នកកីឡាករអូឡ িম্প ិកខាងហែលទឹកសំទោសខាងលេង snowy ice snowy គឺអ្នកលេងវាយកូនគោលលើតកអីដូចគេនិយាយចុះអីហ្នឹងហើយទៅហើយបងប្អូនជាដូនមួយខាងសាច់ស្នេហាខ្ញុំហ្នឹងគាត់គឺជាគ្រូបង្វឹកដូច្នេះហើយគាត់ក៏បានស្គាល់គ្នា 4-5 ឆ្នាំក៏រៀបការបានកូនមួយហើយកូនគេនោះស្អាតណាស់គ្មានយំទេកម្មវិធីតាំងព្រឹករហូតដល់ល្ងាចណាអត់មានយំអីទេតែបើខ្ញុំវិញខ្វះក៏ទៅនឹងម្ហូបនឹងឯងដោយសារតែគ្រួសារនោះគេរៀងធូធាហើយនឹងប្រពន្ធគាត់កាត់ជប៉ុនអញ្ចឹងម្ហូបគេមានតាំងពីម្ហូបអាស៊ីបែបជប៉ុនមាន sushi ថាមានច្រើនមុខមែនតើខ្ញុំអ្នកណាគេធ្វើអីក៏ធ្វើទៅថាហូបហើយហូបទៀតមើលទៅរូបរាងខ្ញុំហើយនឹងស្នេហាខ្ញុំដឹងហីគឺថាមកគ្រួសារពេញតែម្ដងដោយសារប្រពៃណីទំនៀមទម្លាប់របស់ក្នុងក្រុមគ្រួសារខាងសាច់ថ្លៃខ្ញុំហ្នឹងណាគឺគាត់ឲ្យតម្លៃលើទំនាក់ទំនងក្រុមគ្រួសារខ្លាំងមែនតើទោះបីគាត់នៅប្រទេសបែលហ្សិកឆ្ងាយក៏ដោយឲ្យតែមានកម្មវិធីពិសេសគឺគាត់សុខចិត្តធ្វើដំណើរមកឲ្យឆ្លងមហាសមុទ្រអាប់ត្រឡង់តិចធ្វើដំណើរឲ្យមកចូលរួមមើលមានតាំងពីផ្កាសាគុរ៉ាផ្កាស្អីគេអញ្ចេះដោយសារប្រពន្ធគាត់គឺជប៉ុនសុទ្ធដូច្នេះហើយរបៀបធ្វើគេមានការលាយឡំគឺខ្ញុំនេះមិនមានអីណែធ្វើទេដោយសារមិនសូវស្គាល់គេហើយក៏បានថតទៅវីដេអូហើយនឹងហូបចុកនឹងឯងខ្វះក៏នឹងមកហូបហើយនឹងកាដូគេរៀបចំជូនកូនងាស្រីនឹងអាយុបាន1ខួប12ខែពេញហើយខ្ញុំក៏អត់ចេះហូបចុកទេអារបស់ពិសេសនេះគឺគ្រាន់តែចាក់ហើយក៏ទុកហិតនៅនោះឯងឡើងមួយថ្ងៃចង់និយាយតាំងពីម៉ោង8រហូតដល់ម៉ោង3រសៀលក៏នៅនោះឯងគឺអត់ចេះហូបចាំមើលខ្ញុំរៀនហូបរបស់តិចមើលហើយនឹងគឺក្រុមបងប្អូនខ្ញុំហ្នឹងសាច់ថ្លៃខាងខ្ញុំហ្នឹងឡើងប្រហែលជិត10នាក់ជាងមកជុំគ្នាមានតាំងពីបងប្អូនជាដូនមួយបងប្អូនបង្កើតខាងស្នេហាខ្ញុំមើលម៉ារីលេងស៊ីបន្តិចវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើន